នេះមនស្រែបាទលឹមឡើងខ្ញុំកៃលឹកឆាយាវាជួយដល់សុខភាពមនស្លឹកឆាយាខ្ចីបេះទាំងព្រលឹមបាទហើយមកទៀតខ្ញុំហាន់ដើមចេកជ្វាបាទចេកជ្វាបាទហាន់វាឲ្យស្ដើងបាទហាន់ស្ដើងទៅបានយើងច្រាំវាឲ្យទុការចំទាចំមន់យើងរៀនធ្វើចំណីដាក់ឲ្យវាស៊ីបាទហាន់វាអញ្ចឹងទៅឲ្យវាស្ដើងខែនេះខែភ្លៀងបាទខែភ្លៀងវាតិចវាមិនសូវឈឺរៀនចំលេងមានមុខរបរតើបាទហើយយើងបាទដែលលឹកឆាយាមកច្រាំវាឬក៏ហាន់វាស្ដើងនេះវាជាតិកាល់ស្យូមបំពន់ឆ្អឹងមាន់ស្លាបរោមជាតិវីតាមីន A ជាតិដែកបាទជួយកាត់បន្ថយឲ្យទាយើងស្លេកស្លាំងឲ្យមាន់យើងស្លេកស្លាំងហ្នឹងលឹកឆាយាបាទវាមានជាតិដែកខ្ពស់បាទជាតិកាល់ស្យូមខ្ពស់ដាក់ឲ្យវាស៊ីរាល់ថ្ងៃវាជួយកាត់បន្ថយជំងឺដែរបាទខ្ញុំអត់មានក្បាលបុកទេបាទយើងចាំមនចាំទានៅតិចតួចបាទច្រាំនឹងម៉ត់អញ្ចឹងទៅយើងបុកវាលំទៅធម្មតាអ្នកចាំមនចាំទាត្រូវក្រឹកព្រលឹមឡើងយើងធ្វើចំណីវាបាទហាន់ច្រាំវាម៉ត់អញ្ចឹងទៅបុកវាអញ្ចឹងទៅមិនមានអីបុកទេបាទគឺបុកដងអំបិតបាទច្បល់វាអញ្ចឹងទៅបាទទាមន់ប្រហែល20-30ក្បាលបាទនេះបាយក្រៀមផងបាយកកផងបាទសល់ពីល្ងាចខ្ញុំយកមកដាក់ធ្វើចំណីបាទដើម្បីកាត់បន្ថយចំណីទិញនៅផ្សារបាទដាក់ឆាយាលាយអញ្ចឹងទៅបាទដើមចេកបាទច្បល់វាម៉ត់ឲ្យសពបងប្អូនជួយចុច Subscribe ខ្ញុំផងបានពេញចិត្តវីដេអូរបស់ខ្ញុំបាទស្រឡាញ់វីដេអូគាំទ្រដល់វីដេអូខ្ញុំសូមជួយចុច Subscribe ផងបាទនេះជាចំណូលចិត្តរបស់ខ្ញុំបាទច្បាច់វាឲ្យសពអញ្ចឹងដែរច្បាច់វាឲ្យសពអញ្ចឹងទៅហើយយើងដាក់កន្ទួបន្តិចបានហើយបាទដាក់ចំណីសម្រាប់ហើយនឹងមេចំណីដាក់មេចំណីបន្តិចទៅបាទព្រោះចាំទាចាំមាន់តិចតួចទេបាទប៉ុណ្ណឹងប្រហែលជា3 គីឡូបាទ3 គីឡូបាទព្រោះមាន់តិចទា10 ក្បាលបាទធ្វើចំណីប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយបាទ
លាយទឹកដើម្បីកុំឲ្យវាហុយបាទក្រោយយើងលាយកន្ទក់វាហុយវាឈួលអញ្ចឹងហើយយើងលាយទឹកសើមពាក់អញ្ចឹងទៅទាវាចូលចិត្តស៊ីបាទមេចំណីវាទាពីអាយុ1 ខែឡើងអាចស៊ីមេចំណីបានហើយចាំមក6 ខែឆាប់ធំឆាប់បានលក់មកយើងរៀបរយបាទរៀបចំហើយយើងយកចំណីយកចំណីទៅឲ្យទាបាទយកទៅឲ្យទាបាទទាខ្ញុំ10 ក្បាលបងប្អូនមេបា2ស្មោ1ញី1ទានេះទឹមកើតរយៈពេល1 ខែជាងបាទវាជិត2 ខែទាហ្នឹងបាទតុងហើយអូបាទដាក់ភ្លៀនស៊ីម៉ែបាទស៊ីបានចេកខ្ចីចេកជ្វាបាទទួមេចំណីបាទទាស៊ីឆាប់ធំបងប្អូនខ្ញុំចំដបងសាក់ចំលេងបាទព្រោះគ្មានបទពិសោធន៍ចំទាចំមន់បាទហើយសារខ្ញុំទៅនេគឺចំលេងបាទនេះគឺពួកខាងគាត់នេះបាទគឺមន់បាទមន់ស្រែខ្ញុំបាទមេបា2ហ្នឹងបាទហើយមេ7 8បាទមកនេះអាចស៊ីមេចំណីបានមានជាតិកន្ទក់មានជាតិថៃយ៉ាបាយកកបាយក្រៀមមេចំណីបាទមន់ស៊ីឆាប់ធំបាទមន់ខ្ញុំប៉ុណ្ណឹងបងប្អូនបាទអត់ចំច្រើនទេបាទចំតែប៉ុណ្ណឹងចំលក់ខ្លះកាប់ស៊ីខ្លះយ៉ាងទៅបាទមើលមន់ខ្ញុំបាទថារោមវាសើមាន